ប្រព័ន្ធមួយនេះនឹងអនុញ្ញាតឲ្យរថយន្តរបស់អ្នករត់ល្បឿនថេរណាមួយឬរត់តាមយានយន្តខាងមុខក្នុងល្បឿនដែលអ្នកបានកំណត់ប្រព័ន្ធនេះក៏អាចឲ្យរថយន្តរបស់អ្នកបន្ថយល្បឿនរហូតដល់ឈប់មួយកន្លែងនិងបន្តដំណើរទៅមុខតាមយានយន្តខាងមុខក្នុងរយៈពេល3វិនាទីផងដែរសូមចូលទៅកាន់អេក្រង់កំសាន្ត Touch Screen រថយន្តរួចចុចលើរូបរថយន្តដែលស្ថិតនៅផ្នែកខាងលើឆ្វេងដៃរួចចុចយកពាក្យ Driver Assistant ដែលស្ថិតនៅលើម៉នុយខាងឆ្វេងដៃស្ថិតនៅក្រោម Setting Cruise Control លោកអ្នកអាចជ្រើសរើសបើកដំណើរការមុខងារ Normal Cruise Control ឬ Adaptive Cruise Control បន្ទាប់មកលោកអ្នកអាចកំណត់ល្បឿនថេររថយន្តតាមរយៈការចុចប៊ូតុងដែលមានរូបរថយន្តនិងកុងទ័រនៅលើដៃចង្កូតផ្នែកខាងឆ្វេងបន្ទាប់មកត្រូវចុចចុះក្រោមសិនដើម្បីកំណត់ទើបយើងកំណត់ល្បឿនរថយន្តតាមក្រោយបន្ទាប់មកទៀតអ្នកអាចកំណត់ល្បឿនថេររថយន្តដោយរំកិលប៊ូតុង Set បូកសម្រាប់បង្កើនល្បឿនឬ Set ដកសម្រាប់បន្ថយល្បឿនរហូតដល់ល្បឿនដែលអ្នកចង់បានអ្នកក៏អាចកំណត់គម្លាតពីរថយន្តរបស់អ្នកទៅកាន់យានយន្តនៅខាងមុខតាមរយៈការចុចប៊ូតុងដែលមានរូបរថយន្តនិងគម្លាតផ្លូវនៅលើដៃចង្កូតផ្នែកខាងឆ្វេងដោយក្នុងនោះអ្នកអាចជ្រើសរើសគម្លាតឆ្ងាយបំផុតមធ្យមនិងជិតបំផុត